ធ្វើស្រែចំការរឿងបញ្ហាទឹកនៅពេលធ្វើសឹករឿងបញ្ហាបាយចងកម្មពាគ្នារឿងទុកវែងឆ្ងាយបញ្ហាទាំងឡាយជារឿងជីវិតស្គមធាត់ហត់នឿយជារឿងរូបកាយភ័យព្រួយសប្បាយជារឿងផ្លូវចិត្តបន្លំឆោបោកជារឿងទុច្ចរិតជួយសង្គ្រោះពិតជារឿងបន្ទានឃោសនាដកដូររឿងនយោបាយខ្វះខាតប្រាក់ចាយជារឿងធនធានភ័យខ្លាចចោលប្លន់ជារឿងអ្នកមានភ័យខ្លាចបាត់ឃ្លានជារឿងអ្នកក្រគ្រប់គ្រងក្រុមហ៊ុនជារឿងថៅកែរងចាំប្រាក់ខែជារឿងកម្មកររថយន្តលឿនយឺតរឿងអ្នកបើកបររះអាក្រក់ល្អរឿងអ្នកដឹកនាំអាបត្តិខុសត្រូវជារឿងវិន័យបរមត្ថវ័យខ្លីរឿងអភិធម្មវត្តឥតរបៀបរឿងអ្នករៀបចំប្រវត្តិឧត្តមជារឿងព្រះសូត្រសួរមាត់សួរករឿងពាក្យសម្ដីពិតទូលវែងខ្លីជារឿងយកកូតសុភាពរៀបសារជារឿងស្លូតបូតឆ្លោះគ្នារហូតរឿងខ្វះមេត្តាគ្រប់គ្រងពលរដ្ឋជារឿងមន្ត្រីប្រពន្ធភេទប្តីជារឿងតណ្ហាបានគ្នាលួចលាក់រឿងឥតខណ្ឌស្លាឥតស្ដាប់មេបារឿងចិត្តមានះបញ្ហាមានក្រជារឿងទ្រព្យធនឆ្លោះប្តីប្រពន្ធជារឿងក្នុងផ្ទះប្រកែកតវ៉ាជារឿងចង់ឈ្នះធ្វើស្រែលើរាសរឿងកេងប្រវ័ញ្ចបាត់បង់ព្រឹក្សាជារឿងមេព្រៃបាត់បង់បាក់សីរឿងព្រានប្រមាញ់ស្វែងរកម្ហូបស្រស់ជារឿងចង់ឆ្ងាញ់ងងក់ខ្នក់ខ្នាញ់រឿងស្រឡាញ់ស្អប់ល្បីល្បាញអាប់អោនជារឿងកេរ្តិ៍ឈ្មោះមានស័ក្តិមានយសជារឿងគួរកប់ប្រត់ប្រាស់បែកបាក់ជារឿងអភ័ព្វបានមិនចេះស្កប់ជារឿងលោភលន់ការចិញ្ចឹមកូនរឿងម្ដាយឪពុកទទួលដាក់ទុកជារឿងប្រពន្ធមើលកូនបាត់ប្តីជារឿងទុកធ្ងន់ប្តីខ្មាត់ប្រពន្ធរឿងមានស្រីថ្មីការធ្វើសង្គ្រាមជារឿងស្លាប់រស់ការងារពពោះជារឿងស្ត្រីនិពន្ធចងក្រងជារឿងកវីប្រគំតន្ត្រីជារឿងអ្នកភ្លេងរឿងរ៉ាវទាំងអស់ជារឿងធម្មតារឿងដែលខ្លោចផ្សាគឺរឿងវង្វេងកើតមកជាមនុស្សបន់ធំក្រៃលែងមិនគួរវង្វេងធ្វើបាបខ្លួនឯងប្រព្រឹត្តខុសឆ្គងលើអ្នកដទៃបង្កភិតភ័យឲ្យគេចំបែងបំពុលសង្គមឥតមានកោតក្រែងលូកលប្រឡែងនឹងភ្លើងអវិជ័យ